ពេលស្រុកកើតមានសង្គ្រាមខ្ញុំសង្កេតឃើញថាមានអ្នកវិភាគរឿងជាច្រើននៅលើ Facebook មួយចំនួននៅក្នុងនោះគឺជាអ្នកវិភាគបែបស៊ីអារម្មណ៍ដែលនិយាយថាស៊ីអារម្មណ៍ក្នុងន័យថាបើធ្វើរឿងមួយជោគជ័យគេនឹងវិភាគតាមបែបជោគជ័យតែផ្ទុយទៅវិញបើធ្វើរឿងដូចគ្នានេះតែលទ្ធផលបរាជ័យគេនឹងវិភាគតាមបែបបរាជ័យធ្វើរឿងតែមួយទេតែអ្នកវិភាគគាត់បត់បែនតាមអារម្មណ៍គ្មានសច្ចានុមត្តិហើយចំណាំមើលអ្នកវិភាគប្រភេទនេះចេះគ្រប់រឿងតាំងពីសេដ្ឋកិច្ចដល់នយោបាយតាំងពីច្បាប់រហូតដល់សឹកសង្គ្រាមសៀវភៅមិនសូវអានទេតែចូលចិត្តថាតាមគ្នាហើយអើតាក់ទងនឹងរឿងសង្គ្រាមថ្ងៃនេះខ្ញុំសូមលើកយកសៀវភៅសិល្បៈនៃសង្គ្រាមដែលសរសេរដោយមេទ័ពនិងអ្នកយុទ្ធសាស្ត្រចិនដ៏ល្បីល្បាញកាលពីសម័យបុរាណឈ្មោះស៊ុនអ៊ូឬស៊ុនស៊ូបើនិយាយតាមសំនៀងភាសាអង់គ្លេសសៀវភៅនេះមានចំណាស់រាប់ពាន់ឆ្នាំមកហើយក៏ជាសៀវភៅដែលមានឥទ្ធិពលនិងមានអ្នកអានច្រើនជាងគេចាប់តាំងពីឆាវនៅក្នុងសម័យនគរទាំង3រហូតដល់ពួកសាមរ៉ៃជប៉ុនក្នុងអធិរាជមេជីមកដល់ម៉ៅសេតុងពេលធ្វើសង្គ្រាមបដិវត្តន៍នៅចិនខ្ញុំស្គាល់សៀវភៅនេះពេលទៅរៀននៅអាមេរិកគ្រូស្រង់សម្ដីនិងឯកសារខ្លះពីក្នុងសៀវភៅនេះមកបង្រៀនសៀវភៅនេះមាន13ជំពូកដែលសរសេរយ៉ាងពឹស្ដារចាប់តាំងពីការប្រើឆ្លូបការចល័តទ័ពរហូតដល់ការប្រយុទ្ធផ្ទាល់នៅក្នុងសមរភូមិថ្ងៃនេះខ្ញុំសូមស្រង់សម្ដីចំនួន10មកចែកចាយជាមួយបងប្អូនដើម្បីជាទស្សនៈនិងជាការត្រេះរិះហើយសូមយកគោលគំនិតទាំងអស់នេះទៅពិចារណាថាតើយើងធ្វើបានប៉ុណ្ណានាពេលនេះ 1. យើងនឹងឈ្នះពេលណាយើងដឹងថាត្រូវច្បាំងនិងពេលណាដែលមិនត្រូវច្បាំង 2. មានយុទ្ធសាស្ត្រតែអត់តាក់ទិចវាជាផ្លូវដ៏យឺតទៅកាន់ជ័យជំនះមានតាក់ទិចតែអត់យុទ្ធសាស្ត្រវាគ្រាន់តែជាសម្លេងពីមុនចាញ់ 3. អ្នកចម្បាំងជោគជ័យគេឈ្នះមុនហើយបានចូលធ្វើសង្គ្រាមតែអ្នកចម្បាំងបរាជ័យចូលធ្វើសង្គ្រាមមុនរួចទើបស្វែងរកជ័យជំនះតាមក្រោយ 4. សូមលាក់ផែនការអ្នកឲ្យស្ងាត់និងងងឹតដូចជាយប់តែពេលធ្វើសកម្មភាពបាញ់ឲ្យលឺដូចជាផ្គរលាន់ 5. បើអ្នកស្គាល់សត្រូវហើយស្គាល់ខ្លួនឯងអ្នកនឹងប្រយុទ្ធឈ្នះរាប់រយសមរភូមិបើអ្នកស្គាល់ខ្លួនឯងតែមិនស្គាល់សត្រូវពេលខ្លះអ្នកឈ្នះពេលខ្លះអ្នកចាញ់ចុងក្រោយប្រសិនបើអ្នកមិនស្គាល់ខ្លួនឯងនិងមិនស្គាល់សត្រូវទេអ្នកនឹងចាញ់គ្រប់សមរភូមិ 6. គ្រប់សឹកសង្គ្រាមមានមូលដ្ឋានលើការបោកបញ្ឆោតដូច្នេះពេលយើងអាចវាយលុកត្រូវឲ្យគេគិតថាយើងដកថយពេលប្រើកម្លាំងទាហានយើងត្រូវឲ្យគេមើលមកថាអសកម្មពេលយើងនៅជិតត្រូវធ្វើឲ្យសត្រូវគិតថានៅឆ្ងាយហើយពេលនៅឆ្ងាយត្រូវធ្វើឲ្យសត្រូវគិតថាយើងនៅជិត 7. ធ្វើរឿងពិតដូចជាមិនពិតធ្វើរឿងមិនពិតដូចជាពិតឬធ្វើរឿងពិតនិងមិនពិតមិនអាចបែងចែកបាន 8. ពេលយើងខ្សោយត្រូវធ្វើខ្លួនឲ្យគេមើលមកថាខ្លាំងតែពេលខ្លាំងត្រូវឲ្យគេគិតថាខ្សោយ 8. ត្រូវបត់បែនឲ្យដូចជាខ្យល់បើការពារត្រូវបិទឲ្យចិត្តដូចបន្ទះក្តារវាយលុកឲ្យដូចជាភ្លើងហើយបើនៅស្ងៀមត្រូវឲ្យនឹងថ្កល់ដូចជាភ្នំ 10. បើក្លាហានតែគ្មានគំនិតនោះទាហាននឹងប្រយុទ្ធទាំងងងឹតងងុលហើយដើរខំគេដូចឆ្កែឆ្កួតដៃគូប្រភេទនេះកុំយកកម្លាំងទៅជល់នឹងកម្លាំងត្រូវបញ្ឆោតគេឲ្យចូលអន្ទាក់រួចសម្លាប់ចោល